បបញូសូមរំលងកាយគ្រប់សាគមលោកអ្នកសាជាថ្មីបាទយើងវិលមកជួបគ្នាវេលានេះដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតទៅនេះសូមពុកម៉ែបងប្អូនទេសនានិងស្ដាប់ខ្លឹមសារថ្មីពីរដែលអត្ថបទទី1មានអត្ថន័យថាជួយពួកគាត់ផងខ្លឹមសារនោះពាក់ព័ន្ធទៅនឹងតារាសម្ដែង UNESCO រួមជាមួយនឹងតារាកំ pl ែងនីតាស៊ីប្រិមិត្តរីឯអត្ថបទទី2ពាក់ព័ន្ធទៅនឹងលោកសានប៊ុនធឿនឡើងមកវែកញែកអ្នកលេបឡេនិងអ្នកលក់ឡេដែលមានអត្ថន័យថាប្រយ័ត្នកំបិតចិត្តដងឯងតោះប្រិមិត្តកុំឲ្យខាត់ពេលតាមដានទេសនាដើម្បីបំបត្តិចម្ងល់ដូចតទៅប្រិមិត្តប្រកាសជាស្គាល់បាទតារាសម្ដែងលោក UNESCO ក៏ដូចជាតារាកំ pl ែងនីតាស៊ីបច្ចុប្បន្នពួកគាត់ទាំងពីរនាក់កំពុងតែមានជំងឺដង្កាត់រៀងខ្លួនបាទត្រូវការជំនួយបាទព្រោះគាត់ចាយវារាប់ខែរាប់ឆ្នាំហើយអស់លុយហើយអ្វីដែលលោក UNESCO បានបង្ហាញរូបភាពលើបណ្ដាញសង្គមនៅក្នុង page ផ្លូវការរបស់គាត់ដែលគាត់ភ្ជាប់ជាមួយ caption បញ្ជាក់ពីអារម្មណ៍ពិតរបស់គាត់បាទគាត់ប្រកាសជាធុញថប់ប្រកាសជាមានការតស៊ូបាទចង់រស់ប៉ុន្តែធុញថប់ព្រោះគាត់សម្រានលើក្រេពេទ្យបន្តទៀតដើម្បីរងចាំការលាងឈាមបន្ទាប់ពីមកពីឥណ្ឌាណាប្រិមិត្តគាត់ទៅសម្រាប់ព្យាបាលនៅឥណ្ឌា5ខែឥឡូវមកពេញវិញមកស្រុកខ្មែរវិញមកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅក្រុងភ្នំពេញដែលលោកតែងតែបង្ហាញអារម្មណ៍លើបណ្ដាញសង្គមបាទតាមរយៈរូបភាពនិង caption ភ្ជាប់ជាមួយបាទដែលគាត់អ្វីដែលគាត់បានបញ្ជាក់នេះគឺគាត់ត្រូវបន្តលាងឈាមរៀងរាល់ខែទៀតណាប្រិមិត្តអញ្ចឹងជីវិតរបស់គាត់បាទប្រកាសជាធុញថប់ប៉ុន្តែគាត់ចង់រស់អញ្ចឹងគាត់តស៊ូបាទហើយសង្ឃឹមថាសប្បុរសជននឹងជួយគាត់តាមរយៈសមាគមសិល្បៈតាមរយៈសប្បុរសជនដែលមានធនធានណាប្រិមិត្តជួយគាត់ទៅសម្រាប់លោក UNESCO អញ្ចឹងมันមានអ្វីក្រៅពីបួងសួងបាទឲ្យគាត់ឆាប់ជាឲ្យមកជនទូទៅបាទ comment ចូលច្រើនណាស់បាទសូមឲ្យគាត់បាទពង្រឹងស្មារតីតស៊ូបន្ថែមទៀតបាទតម្រាំដល់ថ្ងៃជាគាត់អាចវិលត្រឡប់ចូលមកបម្រើមហាជនតាមរយៈវិស័យសិល្បៈបន្តទៀតប្រិមិត្តរីឯនីតាស៊ីក៏អញ្ចឹងបាទគាត់ទៅហៅឲ្យជួយដែរបាទនីតាស៊ីគាត់បញ្ជាក់ថាគាត់អស់លទ្ធភាពអាលេងបាទគ្មានប្រាក់ចំណូលអីមួយរ៉ាក់មួយរៀលទេប្រចាំថ្ងៃព្រោះឈឺនៅអង្គរហើយអ្វីដែលគាត់បានបង្ហាញគឺដៃម្រាមជើងគឺខាងក្រុមគ្រូពេទ្យកាត់ចោលអស់ខ្លះហើយដោយសារតែគាត់មានបញ្ហាជំងឺទឹកនោមផ្អែមកាលណាមានលេសលួយតបៅត្រូវកាត់ចោលអត់ជាទេប្រិមិត្តបាទតើកាត់ចោលអញ្ចឹងអ្វីដែលលោកតាក់ស៊ីឬក៏នាយតាក់ស៊ីបានអំពាវនាវលើបណ្ដាញសង្គមគាត់មិនមានអ្វីក្រៅពីសង្ឃឹមលើទឹកចិត្តបងប្អូនដែលជាអ្នកសប្បុរសអ្នកមានធនធាននឹងជួយគាត់ផងបាទដើម្បីឲ្យគាត់យកថវិកាទៅព្យាបាលបន្តទៀតឥឡូវគាត់ឈប់សម្រានពេទ្យហើយគាត់អស់លុយគាត់សម្រាននៅផ្ទះហើយសម្រាប់នាយតាក់ស៊ីរីឯលោក UNESCO ដែលជាតារាសម្ដែងសម្រាប់នៅពេទ្យនៅទីក្រុងភ្នំពេញបាទដើម្បីបន្តលាងឈាមទៀតអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយគាត់ម្នាក់បន្តិចទៅជាពិសេសគឺសមាគមសិល្បៈខ្មែរណាប្រិមិត្តអរគុណសង្ឃឹមជឿជាក់ថាបងប្អូននឹងជួយហើយមិនមានអ្វីក្រៅពីការជូនពរសូមឲ្យពួកគាត់ទាំងពីរព្រះតាមថែរក្សាក៏ដូចជាឆាប់ជាពីជំងឺដង្កាត់និងអានុពលត្រឡប់មកបម្រើមហាជនតាមរយៈវិស័យសិល្បៈបន្តទៀតប្រិមិត្តខ្លឹមសារទី1បងប្អូនយើងជ្រាបហើយឥឡូវយើងងាកអារម្មណ៍មកទេសនានិងស្ដាប់បាទខ្លឹមសារទី2វិញម្ដងពាក់ព័ន្ធទៅនឹងលោកសាងប៊ុនធឿនគាត់ឡើងមកវិភាគវែកញែកចង់ដឹងបាទរឿងអ្នកលៀបឡេនិងអ្នកលក់ឡេបាទដែលខ្ញុំដាក់ចំណងជើងថាកំបិតប្រយ័ត្នចិត្តដងឯងនៅក្នុងនោះលោកសានប៊ុនធឿនគាត់លើកឡើងថាគាត់អូសអត់ផុតទេនៅក្នុង Facebook ឃើញក្មួយស្រីម្នាក់បាទដែលបង្ហាញវត្តមានលើបណ្ដាញសង្គមបាទគឺការបង្ហាញថាខូចមុខខូចមាត់អាលេះអាលួយលបកស្បែកដែលលោកសានប៊ុនធឿនគាត់ឆ្ងល់គាត់ចូលមើលទៅបាទចូលមើលក្នុង profile ទៅឃើញថាគាត់មានប្រវត្តិឈឺនឹងយូរហើយធ្លាប់វះធ្លាប់កាត់ធ្លាប់ចេញចូលពេទ្យញឹកញាប់ប្រើថ្នាំដង្កូវនឹងលាយឡំគ្នាមិនដឹងស្អីទេខូចពោះវៀនខូចបតាំងគ្រឿងក្នុងបាទមានជាតិពុលក្នុងឈាមបាទច្រើនមុខច្រើនម៉ាក់ណាក្នុងខ្លួនក្មួយស្រីម្នាក់ហ្នឹងហើយប្រវត្តិគាត់ហ្នឹងក៏ធ្លាប់ជាអ្នកលក់លេលក់អីដែរតាមអ្វីដែលលោកមន្ត្រីបានបញ្ជាក់នឹងស្រាវជ្រាវក្នុង profile គាត់ណាប្រិមិត្តចឹងលោកសានប៊ុនធឿនគាត់សួរថាអ្វីដែលក្មួយស្រីលើកឡើងថាមុខមាត់គាត់ខូចលបកស្បែកហ្នឹងដោយសារតែលាបលេលាបផលិតផលបាទដែលមានយីហោក្រុមហ៊ុនត្រឹមត្រូវដែលគាត់បញ្ជាក់ថានាំពីកូរ៉េមកប៉ុន្តែតកែម្ចាស់ផលិតផលហ្នឹងជាខ្មែរណាប្រិមិត្តអ្វីដែលគាត់លើកឡើងគាត់អត់បានបញ្ជាក់ឈ្មោះផលិតផលទេតកែឈ្មោះអីទេប៉ុន្តែគាត់លើកឡើងលោកសានប៊ុនធឿនបញ្ជាក់ថាកុំចឹងអីប្រយ័ត្នកាបិតចិត្តដងឯងបើយើងមានភ័ស្តុតាងបាទយកមកគាត់ជួយផ្សាយមានភ័ស្តុតាងថាមុខមាត់ដែលខូចដោយសារតែលាបលេហ្នឹងមែនលាបផលិតផលហ្នឹងមែនយកមកគាត់ជួយផ្សាយឲ្យមានភ័ស្តុតាងជាក់លាក់មកបាទយកទៅឲ្យឡាបូគេពិនិត្យទៅមន្ទីរក្រសួងពាក់ព័ន្ធពិនិត្យមើលតើផលិតផលដែលគាត់អះអាងថាគាត់លាបទៅខូចស្បែកគាត់ហ្នឹងមានជាតិហាមឃាត់ដែរអត់បាទយកភ័ស្តុតាងមកគាត់ជួយផ្សាយប៉ុន្តែប្រយ័ត្នតែមានអ្នកនៅក្រោយខ្នងបញ្ជាឲ្យធ្វើឬក៏ចេះតែនិយាយផ្ដេសផ្ដាស់អានឹងទទួលខុសត្រូវចំពោះមុខច្បាប់ខ្លួនឯងព្រោះថាយើងចេញមកលើបណ្ដាញសង្គមនិយាយប៉ះទៅបាទផលិតផលគេដែលមានយីហោត្រឹមត្រូវដែលមានម្ចាស់ brand ត្រឹមត្រូវ
បាទចឹងកុំចេះតែនិយាយប្រយ័ត្នកំបិតចិត្តដងឯងនេះជាខ្លឹមសាររបស់លោកសានប៊ុនធឿនដែលគាត់ឆ្ងល់គាត់ថាអូទៅឃើញរហូតចឹងគាត់ចូលមើលហ្មងយ៉ាងគាត់បញ្ជាក់ថាអញ្ចឹងបាទប្រយ័ត្នគ្រោះថ្នាក់ដល់ខ្លួនឯងចំពោះមុខច្បាប់គាត់ថាយើងចេញមកបាទមានបំណងអីនៅនិយាយប៉ះពាល់ទៅគេទោះបីគាត់មិនបានបញ្ជាក់ឈ្មោះប៉ុន្តែអ្វីដែលគាត់លើកឡើងលោកសានប៊ុនធឿនសម្ដៅទៅលើម្ចាស់ប្រេនរូបណាគាត់បានបង្ហាញដែរណាប្រិមិត្តអញ្ចឹងខ្ញុំអត់បាញ់ជម្រាបឈ្មោះទេប៉ុន្តែនេះជារឿងមួយដែលបាទត្រូវស្វែងយល់ផងដែរយើងកុំចេះតែថាដូចថៃកាភ្លៀងគេថាងាប់ព្រោះមាត់ណាប្រយ័ត្នគេផ្ដល់វិញពាក់ព័ន្ធទៅនឹងរឿងរ៉ាវដែលយើងមានចេតនាបង្ខូចបង្អាប់ឬក៏បង្ខូចនៅផលិតផលរបស់គេណាប្រិមិត្តព្រោះថាយើងមានអ្វីដែលពាក់ព័ន្ធនឹងច្បាប់យើងទៅបាទទៅឲ្យគេពិនិត្យមើលទៅបាទបើសិនជាមានសារធាតុហាមឃាត់ឲ្យយើងខូចមុខដោយសារផលិតផលហ្នឹងមែនបាទយើងប្តឹងទៅបាទកុំឡើងមកតែប្រយ័ត្នបាទកំបិតចិត្តដងឯងនេះជាខ្លឹមសាររបស់បាទលោកសានប៊ុនធឿនបាទរីឯនៅក្នុងពេចផ្លូវការរបស់លោកយឹមតាស្រង់បាទគាត់បានបង្ហាញអារម្មណ៍ចូលជាភ្ជាប់ជាមួយ caption ដែលគាត់បញ្ជាក់ថាតាំងពីមុនមកដល់ឥឡូវផលិតផលដែលគាត់ចេញលក់ដែលផលិតផលយកពីកូរ៉េក៏ឲ្យរោងចក្រនៅកូរ៉េផលិតនឹងឆ្លងកាត់បាទការពិនិត្យវិច័យពិសោធន៍ក្រសួងពាក់ព័ន្ធទាំងក្នុងស្រុកយើងទាំងក្រៅស្រុកបាទគេឲ្យដាក់លក់ហើយក៏អត់មានសារធាតុណាដែលហាមឃាត់ទេហើយគាត់អត់ដែលផលិតលេណាដែលដាក់ទៅសស្គុះសហោះ2 3ថ្ងៃសទេផលិតផលរបស់គាត់គឺបាទជំនួយស្បែកបាទមានវីតាមីនប្រូតេអ៊ីនដើម្បីបន្សើមស្បែកកុំឲ្យខូចដោយសារពន្លឺថ្ងៃឡាក់នឹងទេប្រិមិត្តអ្វីដែលគាត់លើកឡើងហើយតាមខ្លឹមសារដែលគាត់សរសេរជា caption ហ្នឹងគាត់ថាអ្នកដែលមានបំណងឡើងមកវាយប្រហារឬបង្ខូចបង្អាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ព្រោះគាត់បញ្ជាក់ថាប្រភេទផលិតផលរបស់គាត់មិនមានបាទសារធាតុហាមឃាត់ឬក៏ធ្វើតែប្រេះតែប្រាស់ទេសិតតែមានការឆ្លងកាត់ពីក្រសួងទីនៃប្រទេសទាំងពីរគឺកម្ពុជានិងកូរ៉េអញ្ចឹងតាំងពីមុនមកដល់បច្ចុប្បន្នគឺគាត់លក់យូរហើយអត់ដែលមានអ្នកណាប្រតិកម្មអីទេអញ្ចឹងសម្រាប់ក្មួយស្រីដែលឡើងមកនិយាយចុះទៅបីបាត់បង្ហាញឈ្មោះក៏គាត់មានពាក្យពេចន៍ខ្លះដែលធ្វើឲ្យសង្ស័យនឹងពាក់ព័ន្ធអារម្មណ៍ម្ចាស់ brand គេដែរណាប្រិមិត្តអញ្ចឹងគួរតែគិតគូរពិចារណាប្រយ័ត្នដោយលោកសានប៊ុនធឿនលើកឡើងថាកំបិតប្រយ័ត្នចិត្តដងឯងប្រិមិត្តជាទីមេត្រីបងប្អូនយល់ហើយខ្លឹមសារទាំងពីរខ្ញុំបាទក៏សូមបញ្ចប់បាទអត្ថន័យរួមហើយកុំមកឆ្កងបើសិនកាត់មានចេតនាកន្លែងណាសូមលោកអ្នកចូលរួមមតិម្នាក់តិចមកខ្ញុំបាទទទួលយកមកកែរបស់ដោយក្តីរីករាយបាទគ្រប់ជូនពរមហាគ្រួសារខ្មែរវរៈកងទ័ពបាទនិយាយជារួមបាទដោយឡែកបាទលោកសានប៊ុនធឿនក៏ដូចជាថ្នាក់ដឹកនាំបាទបងប្អូនជនជាតិយើងសុខចម្រើនតរៀងទៅជាពិសេសគឺបាទតារាសម្ដែងលោកយូនីស្កូក៏ដូចជាតារាកំ pl ៃនីតាស៊ីក៏សូមឲ្យបានឆាប់ជាពីជំងឺដង្កាត់និងអនុវល់ត្រឡប់មកបម្រើមហាជនយើងបន្តទៀតអរគុណគ្រប់លាសន្យាថាវិលជួបបងប្អូននៅថ្ងៃស្អែក